ចាសសូមជម្រាបសួរបងប្អូនថ្ងៃនេះសូមជូនតារាសាស្ត្រប្រចាំខែម្សាញ់ដែលជាខែឧសភាតារាសាស្ត្រថ្មីនឹងចាស់ចោលនៅក្នុងថ្ងៃទី5មុននឹងយើងនិយាយអំពីតារាសាស្ត្រដែលចាស់ចោលខែថ្មីខែម្សាញ់ខែឧសភានេះបងប្អូនត្រូវតែដឹងអំពីតារាសាស្ត្រដែលចាស់ចោលនៅក្នុងខែមេសាដែលជាខែរោងខែមេសាខែរោងយើងដឹងហើយថាតារាសាស្ត្រផ្កាយលេខ6ចាស់ចោលនៅចំកណ្ដាលផ្ទះពេលដែលយើងនិយាយអំពីតារាសាស្ត្រណាចោះចោបានតារាសាស្ត្រនោះគឺចោះចោនៅចំកណ្ដាលហើយបានយើងដើរតារាសាស្ត្រទាំង8ដួងគ្រាប់បន្តទៀតទៅតាមជំហាននៃតារាងឡស៊ូតារាសាស្ត្រប្រចាំខែបងប្អូនដែលជាសិស្សសិក្សានៅក្នុងថ្នាក់រៀនរបស់នេះខ្ញុំបងប្អូនដឹងហើយថាយើងអត់មានវិធីនៅក្នុងការគណនាទេប៉ុន្តែយើងមានតារាងនៅក្នុងការមើលទម្លាក់ចំណោទថាឆ្នាំនេះឆ្នាំអ្វីខែអ្វីតារាសាស្ត្រលេខប៉ុន្មានចោះចោប៉ុន្តែនៅពេលដែលខែជាប់គ្នាគឺយើងអាចដេញតាមក្បាច់ស្រីដែលតារាសាស្ត្រប្រចាំខែពីមួយខែទៅមួយខែចោះចោគឺថយលេខមួយគ្រាប់ដោយផ្កាយចប្រចាំឆ្នាំដូចគ្នាតែcònផ្កាយចប្រចាំឆ្នាំគឺយើងមានវិធីសាស្ត្រនៅក្នុងការកណនាតាមបែបគណិតវិទ្យាតែបើយើងចង់រកផ្កាយចោះចប្រចាំឆ្នាំជាប់គ្នាយើងមិនបាច់គណនាតាមក្បួនគណិតវិទ្យាទេគឺយើងអាចធ្វើវិធីរាប់តាមក្បាច់ស្រីគឺការរាប់ថយផ្កាយមួយគ្រាប់ទៅតាមឆ្នាំបន្តដូចជាឆ្នាំ2025ឆ្នាំម្សាញ់គឺផ្កាយចចុះគឺផ្កាយលេខ2ចចុះនៅក្នុងឆ្នាំម្សាញ់ឆ្នាំ2025អញ្ចឹងចូលមកដល់ឆ្នាំ2026គឺផ្កាយលេខ1បានហើយយើងរាប់តាមក្បាច់ស្រីមិនបាច់គណនាក៏បានដែរអញ្ចឹងផ្កាយខែនិងផ្កាយឆ្នាំពីមួយខែពីមួយឆ្នាំគឺយើងរាប់ថយក្រោយមួយគ្រាប់អញ្ចឹងយើងត្រឡប់មកមើលផ្កាយចចុះប្រចាំខែដែលកាលពីខែរោងផ្កាយចចុះនៅកណ្ដាលផ្ទះផ្កាយលេខ6អញ្ចឹងចូលដល់ខែម្សាញ់នេះគឺផ្កាយចចុះផ្កាយលេខ5អញ្ចឹងបងប្អូនអាចរាប់ដេញតបានដោយខ្លួនឯងមិនបាច់ចាំនាងខ្ញុំឬមួយក៏លោកគ្រូអ្នកគ្រូចាញ់រាល់តែខែបានបងប្អូនដឹងនោះទេផ្កាយលេខ5ចចុះប្រចាំខែម្សាញ់ខែឧសភានេះហើយយើងក៏ដើរដំណើរផ្កាយនៅក្នុងតារាងឡស៊ូតាមជំហាននៃការកើនលេខផ្កាយលេខ5នៅកណ្ដាលផ្កាយលេខ6នៅទិសខាងជើងជាងទិសខាងលិចផ្កាយលេខ7នៅទិសខាងលិចផ្កាយលេខ8នៅទិសជើងឈាមកើតផ្កាយលេខ9នៅទិសខាងត្បូងផ្កាយលេខ1គឺនៅទិសខាងជើងផ្កាយលេខ2នៅទិសត្បូងឈាមលិចផ្កាយលេខ3នៅទិសកើតផ្កាយលេខ4គឺនៅទិសត្បូងឈាមកើតបងប្អូនយើងដឹងហើយថាផ្កាយចោះចោប្រចាំពេលវេលាមិនថាឆ្នាំខែថ្ងៃម៉ោងគឺយើងបែងចែកចេញជាពីរផ្នែកនៃផ្កាយគឺមានផ្កាយវិជ្ជមានដែលជាផ្កាយល្អមានផ្កាយលេខ1ផ្កាយលេខ4ផ្កាយលេខ6ផ្កាយលេខ8និងផ្កាយលេខ9ហើយចំណែកនៃផ្កាយអវិជ្ជមានមួយក្រុមទៀតគឺមានផ្កាយលេខ2ផ្កាយលេខ3ផ្កាយលេខ5និងផ្កាយលេខ7ខ្ញុំមកនិយាយអំពីផ្កាយវិជ្ជមានមុនផ្កាយវិជ្ជមាននៅក្នុងខែម្សាញ់ខែឧសភានេះផ្កាយលេខ1ផ្កាយធាតុទឹកគឺជាផ្កាយសតិបញ្ញាភាពឆ្លាតរវាងរវៃផ្កាយជំនួយលុយកាក់ផ្សេងផ្កាយនៃការសហការភាពរហ័សរហួនគម្រោងផែនការផ្សេងដែលធ្លាប់ជាប់ស្ទះនៅពេលដែលផ្កាយលេខ1ចាស់ចោលនៅទិសខាងជើងនេះបងប្អូនប្រើទីតាំងចំណាយផ្ទះផ្កាយលេខ1នេះនឹងធ្វើឲ្យបងប្អូនអាចមានសតិបញ្ញាឆ្លាតរវាងរវៃនៅក្នុងការគិតគូរគម្រោងផែនការផ្សេងប៉ុន្តែបងប្អូនត្រូវតែចាំឲ្យបានច្បាស់ផ្កាយលេខ1គឺមានភាពវិជ្ជមានល្អប្រសើរលុះត្រាតែទីតាំងនេះគឺមានទម្រង់ផ្ទះល្អមានអនាម័យខ្យល់អាកាសចេញចូលគ្រប់គ្រាន់អត់មានអ្វីពិឃាតហើយបងប្អូនត្រូវថែរក្សាទីតាំងនេះឲ្យបានស្អាតចំណាប់ផ្កាយវិជ្ជមានផ្កាយលេខ4ចចុះនៅទិសខាងត្បូងឈាងទិសខាងកើតនៅក្នុងខែម្សាញ់ខែឧសភានេះគឺជាផ្កាយសតិបញ្ញាដែរតែពាក់ព័ន្ធជាមួយនឹងការសិក្សារៀនសូត្រហើយក៏ពាក់ព័ន្ធជាមួយនឹងផ្កាយស្នេហ៍បងប្អូនដែលត្រូវការសិក្សារៀនសូត្រដ៏ល្អប្រសើរត្រូវការស្នេហ៍គេអាណិតស្រឡាញ់ចូលចិត្តបងប្អូនអាចប្រើចំណាយផ្ទះនៅទិសខាងត្បូងឈាងទិសខាងកើតផ្កាយលេខ4ទីតាំងនេះបើសិនជាទីតាំងដែលល្អមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់អត់មានការពិឃាតបងប្អូនអាចប្រើទីតាំងផ្កាយលេខ4ទិសខាងត្បូងឈាងទិសខាងកើតនៅក្នុងខែនេះដើម្បីស្រូបយកអត្ថប្រយោជន៍ល្អដើម្បីឲ្យបងប្អូនមានសតិបញ្ញាឆ្លាតរវាងរវៃមានស្នេហ៍នៅក្នុងខែនេះចំដល់ផ្កាយលេខ6ផ្កាយវិជ្ជមានចោះនៅទិសជើងឈាងលិចនៅក្នុងខែម្សាញ់ខែឧសភានេះ
គឺជាផ្កាយឋានៈយុស័កដែលបងប្អូនត្រូវការឋានៈយុស័កអ្នកធ្វើការងាររដ្ឋមានជំនួយផ្សេងចោះចោចូលមកបងប្អូនអាចប្រើប្រាស់នៅទីតាំងទិសជើងឈៀងលិចនេះបានប៉ុន្តែទីតាំងនេះលុះត្រាតែជាទីតាំងដែលមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់មានអនាម័យមានពន្លឺគ្រប់គ្រាន់ហើយអត់មានអ្វីពិឃាតទៅជួយ support ផ្កាយលេខ6បានល្អជួយដល់បងប្អូនដែលប្រើប្រាស់នៅទីតាំងនេះទីតាំងទិសជើងឈៀងកើផ្កាយលេខ8ចោះជាផ្កាយវិជ្ជមានផ្កាយលុយកាក់ចូលហោហាយជារៀងរាល់ថ្ងៃចោះនៅខែម្សាញ់ខែឧសភានេះបងប្អូនដែលចង់បានលុយកាក់ហូរចូលជារៀងរាល់ថ្ងៃជាពិសេសអ្នកដែលរកស៊ីលក់ដូរគឺប្រើប្រាស់ទីតាំងផ្កាយលេខ8អង្គុយនៅទីតាំងផ្កាយលេខ8នេះដើម្បីឲ្យលក់ដាច់ហើយចូលមកដល់ផ្កាយលេខ9នៅទិសខាងត្បូងដែលចោះចូលនៅក្នុងខែម្សាញ់ខែឧសភាគឺជាផ្កាយសុភមង្គលភាពរីករាយកិត្តិយសយុស័កប៉ុន្តែខ្ញុំបញ្ជាក់ទៀតសម្រាប់ទីតាំងផ្កាយល្អដែលចោះចោយើងប្រើប្រាស់ទីតាំងនោះមានឥទ្ធិពលតែល្អប្រសើរគឺយើងយោងទៅលើស្ថានភាពដែលទីតាំងនោះគឺមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់មានពន្លឺមានអនាម័យបងប្អូនទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ហើយទីតាំងនោះអត់មានការពិឃាតឬមួយក៏ការបាក់បែកនៃចំណែកណាមួយឬមួយក៏សម្លេងណាដែលធ្វើឲ្យរំខានទៅដល់ផ្កាយល្អទើបផ្កាយល្អនោះគឺជាឥទ្ធិពលល្អដល់ការប្រើប្រាស់ទៅតាមទីតាំងនីមួយឥឡូវយើងចូលមកដល់ទីតាំងផ្កាយអវិជ្ជមានអញ្ចឹងយើងរាប់អំពីផ្កាយលេខ5ជាផ្កាយអាក្រក់ជាងគេទៅមុនផ្កាយលេខ5ចាស់ចោលនៅក្រាផ្ទះអញ្ចឹងបងប្អូនចាត់ចែងចំណុចក្រាផ្ទះក៏មានការដំស្វានជួសជុលអីប្រេះផ្ដាស់ដោយមិនបានរើសវេលាឲ្យថែរក្សាទីតាំងក្រាផ្ទះឲ្យបានស្អាតមានពន្លឺមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ហើយបងប្អូនកុំសូវប្រើប្រាស់ទីតាំងផ្កាយអវិជ្ជមានច្រើនពេកចូលមកដល់ផ្កាយលេខ2គឺជាផ្កាយជំងឺចោះចោនៅទិសខាងត្បូងជាងទិសខាងលិចទីតាំងនេះបងប្អូនបើសិនជាជិះបានកុំសូវប្រើប្រាស់ច្រើនពេកហើយបើសិនជាបងប្អូនថែរក្សាទីតាំងទិសត្បូងជាងលិចនៅក្នុងខែម្សាញ់នេះឲ្យបានល្អស្អាតកុំឲ្យមានក្លិនស្អុយឆ្អេះឆ្អាបកុំឲ្យមានការពិឃាតផ្សេងកុំឲ្យមានការដំស្វានក៏ផ្កាយលេខ2អត់ធ្វើទុកអីដែរចូលមកដល់ផ្កាយលេខ7ជាផ្កាយអវិជ្ជមានដែលមានឥទ្ធិពលអាក្រក់បន្ទាប់ទីនោះគឺជាផ្កាយលួចចោលប្លន់ការកេងប្រវ័ញ្ចការបាត់បង់និងការគ្រោះថ្នាក់ដោយវត្ថុមុតផ្សេងចឹងនៅទិសខាងលិចនេះបងប្អូនត្រូវថែរក្សាទីតាំងឲ្យបានស្អាតល្អមានខ្យល់អាកាសចេញចូលមានពន្លឺគ្រប់គ្រាន់ហើយកុំឲ្យមានការពិឃាតផ្សេងហើយបងប្អូនកុំជួសជុលដំស្វានផ្ដេសផ្ដាស់បើសិនជាបងប្អូនត្រូវការជួសជុលដំស្វានបងប្អូនរើសពេលវេលាបានល្អចំដល់ផ្កាយលេខ3ចោះនៅទិសខាងកើតផ្កាយលេខ3គឺជាផ្កាយចំនួនប៉ុន្តែនៃការប្រកួតប្រជែងដែលបងប្អូនត្រូវថែរក្សាទីតាំងទិសខាងកើតឲ្យបានល្អស្អាតកុំឲ្យមានអ្វីមកពិឃាតហើយកុំដំស្វានព្រៃណាបងប្អូនត្រូវតែចាំថាការដំស្វានជាពិសេសគឺនៅទីតាំងផ្កាយអវិជ្ជមានបើសិនជាបងប្អូនធ្វើឲ្យផ្កាយអវិជ្ជមានរំញោចបានន័យថាយើងចង់ជួសជុលដំស្វានដោយមិនបានរើសវេលាមិនមានការប្រសាទផ្កាយផ្សេងនោះនឹងអាចធ្វើឲ្យមានបញ្ហាដែលឥទ្ធិពលនៃផ្កាយអវិជ្ជមាននេះខ្ញុំសូមបន្ថែមអត្ថន័យនៃផ្កាយលេខ7និងផ្កាយលេខ3បន្តិចផ្កាយលេខ7អត្ថន័យវាជាផ្កាយវិជ្ជមានជាផ្កាយចោលផ្កាយនៃការបាត់បង់ប៉ុន្តែនៅក្នុងអត្ថន័យនៃភាពវិជ្ជមានបើសិនជាយើងរៀបចំទីតាំងនៃផ្កាយលេខ7ចោះកុំឲ្យមានការពិឃាតហើយយើងកុំធ្វើការដំស្វានអីទេណាផ្កាយលេខ7គឺជាផ្កាយស្នេហ៍គឺជាផ្កាយដែលធ្វើឲ្យគេស្រឡាញ់ចូលចិត្តឧទាហរណ៍ដូចជាបងប្អូនចង់ឡាយលក់ផលិតផលផ្សេងបងប្អូនប្រើទីតាំងផ្កាយលេខ7ធ្វើឲ្យបងប្អូនមានថ្មីមាត់នៅក្នុងការនិយាយទៅដល់ល្អប្រសើរហើយមានគេស្រឡាញ់ចូលចិត្តច្រើននិយាយអំពីផ្កាយលេខ3ជាផ្កាយចោះផ្កាយអវិជ្ជមានផ្កាយចំនួនប៉ុន្តែនៅពេលដែលផ្កាយលេខ3ចោះនៅទីតាំងណាដែលជាទីតាំងល្អមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់មានអនាម័យអត់មានការពិឃាតផ្សេងផ្កាយលេខ3នឹងជះឥទ្ធិពលល្អគឺធ្វើឲ្យអ្នកដែលប្រើប្រាស់ទីតាំងផ្កាយលេខ3នេះគឺមានភាពក្លាហានគាត់ហ៊ានប្រកួតប្រជែងគាត់ហ៊ានបញ្ចេញមតិយោបល់បើសិនជាកូនរបស់បងប្អូនណាដែលគាត់អត់សូវសម្ដីគឺឲ្យគាត់ប្រើប្រាស់នៅទីតាំងផ្កាយលេខ3បានអញ្ចឹងចំពោះផ្កាយវិជ្ជមាន5ដួងផ្កាយអវិជ្ជមាន4ដួងខ្ញុំនិយាយអំពីទីតាំងទិសមុខផ្ទះរបស់បងប្អូននៅក្នុងខែម្សាញ់ខែឧសភានេះផ្ទះបងប្អូនដែលបែរមុខ
từ tư hàng chương chiên hàng lách bài mục từ từ hàng chương bài mục từ từ chương chiên cái bài mục từ từ bông chiên cái bài mục từ từ hàng bông cứ nâng từ bàn bố lọ bà sân chỉ bằng ôn miên ti tăng thvia mục tè bà bằng ôn lại ប្រកបទៅដោយផាសុខភាពមានទីវាលចាលអាកាសចិញ្ចោគ្រប់គ្រាន់ធ្វើឲ្យអត្តពលកាយគឺចូលពេញបន្ទុកក្នុងផ្ទះរបស់បងប្អូនតែបើសម្រាប់បងប្អូនដែលមានទឹកផ្ទះបែបមុខទៅត្បូងឈៀងលិចទិសលិចហើយនឹងទឹកកើតបើសិនជាបងប្អូនថែរក្សាទីតាំងមុខផ្ទះបងប្អូនជាពិសេសទ្វារធំបងប្អូនមិនបានល្អមិនមានអនាម័យមានថាអត្តពលអាក្រក់របស់កាយគឺរត់តែជ្រួលជ្រាបចូលទៅក្នុងផ្ទះរបស់យើងធ្វើឲ្យសមាជិកក្នុងក្រុមគ្រួសារយើងគឺអាចមានបញ្ហាបើសិនជាគាត់មានរាសីដែរតែបើសិនជាគាត់រាសីល្អផ្នែកនៃតួរាសីរបស់គាត់ក៏ជួយយោងគាត់មួយផ្នែកដែរជាងនឹងឲ្យថាសកម្មភាពនៅក្នុងការរស់នៅរបស់យើងពឹងផ្អែកទៅលើកត្តាបាជឺកត្តាហ្វុងស៊ុយកត្តាមនុស្សកត្តាបុណ្យបាបនិងកត្តាចៃដន្យមានជាច្រើនទៀតចាំបងប្អូនឃើញតែមួយផ្នែកកុំព្រួយបារម្ភយើងសិក្សាបានស៊ីជម្រៅគ្រាន់តែថាអ្វីដែលយើងអាចយកមកប្រើប្រាស់បានបងប្អូនយកមកប្រើប្រាស់អ្វីដែលយើងលះបង់បានបងប្អូនកុំខ្វល់ច្រើនពេកកុំគិតថាអូតែខ្ញុំបែរមុខទៅទិសខាងនេះទៅទិសខាងនោះអញ្ចឹងវាទទួលរងគ្រោះឬមួយក៏មានបញ្ហាអីបងប្អូនប្រឹងផ្លូវចិត្តបងប្អូនធ្វើល្អបានច្រើនខិតខំប្រឹងប្រែងនៅក្នុងការធ្វើកិច្ចការងារតាមធម្មតាវាអត់មានបញ្ហាអីទេដឹងត្រឹមតែការពារយើងការពារទៅតាមក្បួនប៉ុន្តែអ្វីដែលយើងការពារទៅតាមសមត្ថភាពលទ្ធភាពរបស់យើងផងដែរវាអាចធ្វើលើសលទ្ធភាពសមត្ថភាពរបស់យើងទេបើយើងជឿលុះត្រាតែយើងមានលទ្ធភាពនិងសមត្ថភាពទៅតាមក្បួននេះដែលយើងត្រូវការគ្រូនៅក្នុងការជួយយើងប៉ុន្តែបើសិនជាយើងអត់ចេះបានន័យថាយើងក៏អាចទៅធ្វើអីបានដែរអញ្ចឹងបើបងប្អូនជឿបងប្អូនត្រូវចេះតែបើអត់ចេះកុំជឿងប់ងល់ពេក